របៀបថតយកគេហទំព័រ save web page បាទរបៀបថតយក web page ទុកក្នុងកុំព្យូទ័រគឺសម្រាប់ថតទុកនៅព័ត៌មានពី website ទី1យើងចុចលើពាក្យថា file រួចជ្រើសរើសពាក្យថា save as រួចជ្រើសរើសទីតាំងឧទាហរណ៍ ID តបមកវាឈ្មោះចូលឧទាហរណ៍ថាវត្តថា web 1បាទរួចចុចលើពាក្យថា save តោះអញ្ចឹងយើងមើលការអនុវត្តទាំងអស់គ្នាអញ្ចឹងយើងបើក website យើងមកយើងមាន new date technology ហើយនឹង Yahoo អញ្ចឹងឧទាហរណ៍ខ្ញុំត្រូវការថត website នេះទុកអញ្ចឹងទី1ខ្ញុំគ្រាន់តែចុចលើពាក្យថា file ណាទី2យកពាក្យថា save as បាទទី3បានខ្ញុំជ្រើសរើសទីតាំងឧទាហរណ៍ខ្ញុំចុចលើ ID បាទទី4គឺខ្ញុំចាប់ផ្ដើមវាយឈ្មោះចូលឧទាហរណ៍វត្តថា11ណាបើបងចប់មក new day no logi បាទតមកទៀតខ្ញុំចុចលើពាក្យថា save បាទអញ្ចឹងបានន័យថាវា save web page យើងទុកហើយអញ្ចឹងយើងទៅផ្ទៀងផ្ទាត់មើលតើរត់ទៅក្នុងនឹងមែនអត់ទី1យើងចុច explorer ទី2យើងចុចលើ ID យើងនេះអញ្ចឹងយើងមើលឃើញហើយនេះ web page នឹងមួយគឺ new date ដែលយើងបានថតមកអញ្ចឹងយើងមើលតទៅទៀតឬក៏យើងត្រូវការ select text តែម្ដងទី2ចុចពាក្យ copy ទី3យើង open Microsoft Word ទី4យើង paste ចូលទី5ចុច file ចុច save as រួច type name យ៉ាងមករួចចុចពាក្យ save ប៊ូតុងតោះអញ្ចឹងយើងចាប់ផ្ដើមធ្វើរបៀបទី2គឺយើងដូចថាយើងត្រូវការទាំងអស់យើង save page តែម្ដងឬឧទាហរណ៍ថាខ្ញុំត្រូវការ save ដែរតែខ្ញុំត្រូវការយកតែប៉ុណ្្នឹងទេអញ្ចឹងយើង select យកប៉ុណ្្នឹងទេ select តែយកប៉ុណ្្នឹងរួចហើយយើង right click លើវាចុចពាក្យថា copy រួចខ្ញុំចុចពាក្យថា start យកពាក្យថា Microsoft Word បាទអញ្ចឹងពេលបានហើយបាន Microsoft Word នឹងហើយអញ្ចឹងបានខ្ញុំចុចលើពាក្យថា paste បាទអញ្ចឹងព័ត៌មានយើងមកតែម្ដងនេះណាអញ្ចឹងរូបនេះវាអត់ចេញទេគឺយើង click លើនឹងមកដើម្បីចុចបាទ format คลิกលើរូបនេះហើយយកពាក្យថាបាទ in front of text នេះមកយើងអាចទាញវាទៅណាក៏បានដែរអញ្ចឹងពេលហ្នឹងយើងបានព័ត៌មានហ្នឹងហើយយើងចង់ save វាទុកទី1ចុចលើ file ទី2ចុចពាក្យថា save as បាទរួចហើយយើងជ្រើសរើសទីតាំងមកឧទាហរណ៍ថា ID នេះតមកទៀតយើងវាឈ្មោះចូលឧទាហរណ៍ថា web job IT តមកទៀតខ្ញុំចុចពាក្យថា save បាទអញ្ចឹងបានន័យថាឯកសារយើងនៅក្នុង ID នេះយើងមើលនេះ web job IT គឺ file យើងរបស់ new date ហ្នឹងតែម្ដងបាទអញ្ចឹងយើងរៀនបានទាំងពីរចំណុចហ្នឹងហើយ